មានមូលហេតុពីរយ៉ាងដែលបងប្អូនមិនគួរទិញទូរស័ព្ទ iPhone ដែលជាប់ bypass ឬក៏ជាប់ iCloud ប៉ុន្តែប្រើបានសម្រាប់មូលហេតុទី1គឺបងប្អូនទិញមកហើយប្រើប៉ុន្តែយើងអត់អាច reset erase ម៉ាស៊ីនអីបាននោះទេសម្រាប់ទូរស័ព្ទដែលជាប់ iCloud ប្រើបាននិងប្រភេទទូរស័ព្ទដែល bypass សម្រាប់ទូរស័ព្ទដែលជាប់ iCloud ប្រើបានហ្នឹងភាគច្រើនអ្នកលក់គាត់និយាយថាប្រភេទID ប្រើបានអីចឹងទៅប៉ុន្តែហ្នឹងគឺ iCloud ដែរបងប្អូនប៉ុន្តែគាត់ថាគេអត់ទាន់ erase ម៉ាស៊ីនវាអត់ទាន់ជាប់ active អញ្ចឹងវានៅប្រើបានហើយចំណុចទី2ដែលបងប្អូនមិនគួរទិញទូរស័ព្ទដែលជាប់ទាំងពីរមុខនេះណាគឺយើងយកមកលក់វិញគឺគ្មានហាងណាគេទិញទេអញ្ចឹងបើបងប្អូនទិញនៅក្នុងតម្លៃពាក់កណ្ដាលនៃទូរស័ព្ទធម្មតាក៏ដោយអញ្ចឹងបងប្អូនត្រូវតែទទួលស្គាល់ថាបងប្អូនត្រូវតែខាតលុយទាំងស្រុងតែម្ដងនៅពេលដែលបងប្អូនយកមកលក់វិញគឺគេអត់ទទួលទិញដាច់ខាតអញ្ចឹងពីចំណុចនេះបងប្អូនគួរតែពិចារណាមុននឹងបងប្អូនទិញទូរស័ព្ទដែលជាប់ iCloud ប្រើបាននិងទូរស័ព្ទដែល bypass អញ្ចឹងគួរប្រយ័ត្នឲ្យមែនតើ